ประมาณថ្ងៃមុនប្តីខ្ញុំក៏មកប្រាប់ខ្ញុំថាគាត់ចង់ញ៉ាំសាច់ខ3ជាន់ជាមួយស្ពៃក្រៀមចាសួស្ដីបងប្អូនហើយខ្ញុំប្រាប់គាត់ថាផ្ទះអស់ស្ពៃក្រៀមហើយតែខ្ញុំធ្លាប់ធ្វើពីមុនមកហ្នឹងខ្ញុំទិញពីស្រុកខ្មែរមកទេដល់ពេលខ្ញុំប្រើអស់អញ្ចឹងខ្ញុំក៏ប្រាប់ប្តីខ្ញុំទៅប្តីខ្ញុំគាត់ថាចាំមើលគាត់ទំនេរគាត់ជូនខ្ញុំទៅទិញស្ពៃក្រៀមចាហើយថ្ងៃហ្នឹងគាត់ក៏ជូនខ្ញុំទៅរកទិញស្ពៃក្រៀមទៅក៏ខ្ញុំឃើញគេមានលក់អញ្ចឹងខ្ញុំក៏ទិញយកមកដល់ផ្ទះហើយគឺថាថ្ងៃហ្នឹងរៀបចំធ្វើសាច់ខ3ជាន់ស្ពៃក្រៀមឲ្យគាត់ញ៉ាំតែម្ដងចាខ្ញុំមុននឹងទៅខសាច់ខអីហ្នឹងគឺថាខ្ញុំទៅរៀបចំលាងសាច់លាងអីសិនចាឲ្យសាច់ខ្ញុំលាងនោះខ្ញុំដាក់ម្សៅមីនិងអំបិលបន្តិចទៅខ្ញុំលាងខ្ញុំច្បាច់វាឲ្យស្អាតកោសស្បែកក៏វាស្អាតចឹងទៅចារួចហើយខ្ញុំក៏ដាក់ទឹកដាំដើម្បីខ្ញុំស្រុះសាច់3ជាន់ហ្នឹងសិនចា3ជាន់ហ្នឹងខ្ញុំស្រុះខ្ញុំដាក់ខ្ញីបន្តិចស្រាចិនបន្តិចទៅចាខ្ញុំស្រុះវាមួយស្ទុះហើយខ្ញុំក៏ចាក់វាចេញខ្ញុំយកលាងទឹកម្សៅទៀតចាលាងរួចហើយគឺថាខ្ញុំយកវាមកចៀនចាហើយខ្ញុំចៀននេះអត់មានដាក់ប្រេងដាក់អីទេចៀននឹងខ្ទះយើងហ្នឹងខ្ញុំចៀនតែស្បែកវាទេខ្ញុំចៀនវារៀងក្រៀមបន្តិចរួចហើយហ្នឹងខ្ញុំយកវាទៅត្រាំទឹកចាខ្ញុំត្រាំហើយខ្ញុំទុកវាម្ដុំនឹងសិនទៅចារួចហើយគឺថាខ្ញុំមកត្រាំស្ពៃក្រៀមវិញម្ដងចាខ្ញុំត្រាំស្ពៃក្រៀមនឹងមួយស្ទុះខ្ញុំក៏លាងវាឲ្យស្អាតអីចឹងទៅចារួចហើយយើងយកវាមកកាត់ចាកាលពីមុនខ្ញុំប្រើស្ពៃក្រៀមនោះស្ពៃក្រៀមខ្ញុំទិញគេកាត់ស្រាប់តែថ្ងៃនេះខ្ញុំទិញអត់បានអាស្ពៃក្រៀមគេកាត់ស្រាប់ទេគេយកមកផ្ទះកាត់ខ្លួនឯងចាស្ពៃក្រៀមនឹងរួចរាល់ហើយខ្ញុំមកហាន់សាច់3ជាន់វិញម្ដងចាហើយសាច់3ជាន់ខ្ញុំហាន់ហ្នឹងមិនក្រាស់ពេកក៏មិនស្ដាំដែរចាមកផ្ទះមកល្មមចាខ្ញុំហាន់បែបហ្នឹងតើអស់សាច់ហ្នឹងទៅចាហាន់រួចរាល់អស់ហើយចាប់ផ្ដើមខ្ញុំមករៀបចំគ្រឿងក្រៅយើងហ្នឹងមកខសាច់ហ្នឹងវិញម្ដងចាខ្ញុំប្រើខ្ទះដែលខ្ញុំចៀនសាច់មុនហ្នឹងយើងយកវាដាក់ប្រេងបន្តិចទៅរួចហើយហ្នឹងខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមយើងលីងឲ្យឈ្ងុយចឹងទៅចាខ្ទឹមយើងឈ្ងុយរួចហើយហ្នឹងខ្ញុំក៏ចាក់សាច់ហ្នឹងចូលទៅតែម្ដងចាចាក់សាច់ហ្នឹងឆាវាមកត្រឡប់2ត្រឡប់អញ្ចឹងទៅរួចហើយហ្នឹងក៏យើងដាក់គ្រឿងទេសតែម្ដងចាហើយគ្រឿងទេសខ្ញុំមានដូចជាស្ករការ៉ាម្សៅស៊ុបប្រេងខ្យងទឹកស៊ីអ៊ីវយើងធម្មតានិងទឹកស៊ីអ៊ីវខាប់ចាហើយគ្រឿងទេសនេះខ្ញុំប្រើតែប៉ុណ្្នឹងមុខទេចាគ្រឿងទេសរួចរាល់អស់ហើយយើងឆាច្បល់គ្រឿងនឹងឲ្យសព្វចូលសាច់នឹងជាមួយគ្នាអញ្ចឹងទៅចាឆាវាមួយស្ទុះទៅចារួចហើយហ្នឹងខ្ញុំក៏ដាក់ស្ពៃក្រៀមនឹងចូលទៅតែម្ដងចាខ្ញុំចាក់ស្ពៃក្រៀមនឹងចូលរួចរាល់ហើយខ្ញុំក៏ឆាសាច់ហើយនឹងស្ពៃក្រៀមនឹងឲ្យសព្វចូលគ្នាអញ្ចឹងទៅចាខ្ញុំឆាវាមួយស្ទុះទៅរួចហើយហ្នឹងខ្ញុំយកទឹកក្តៅដែលខ្ញុំដាំពុះហ្នឹងខ្ញុំក៏ចាក់ចូលទៅចាខ្ញុំចាក់ទឹកចូលរួចហើយគេថាខ្ញុំវែកវាឲ្យស្រួលបួរអញ្ចឹងទៅចារួចហើយហ្នឹងក៏យើងគ្របវាមកចាបើចង់ខសាច់3ជាន់ជាមួយស្ពៃក្រៀមនឹងឲ្យឆ្ងាញ់គឺយើងមកងាស់វាឲ្យយូរឲ្យសាច់ហ្នឹងវាទន់ផុយទៅបានឆ្ងាញ់ចាមុនហ្នឹងខ្ញុំដាក់គ្រឿងទេសហ្នឹងខ្ញុំក៏ភ្លេចចាក់ស្រាចិនចូលបន្តិចឥឡូវខ្ញុំចាក់ស្រាចិនចូលបន្តិចទៅចាយើងមកងាស់វាមួយស្ទុះទៅហើយហ្នឹងខ្ញុំក៏យកសាច់ហ្នឹងតម្រៀបដាក់ចូលក្នុងចានហ្នឹងទៅចាឲ្យស្ពៃក្រៀមនៅក្នុងខ្ទះហ្នឹងយើងចាក់វាដាក់ចូលក្នុងចានហ្នឹងតែម្ដងទៅចារួចហើយខ្ញុំក៏ដាក់ទឹកដាំម្សៅទៀតដើម្បីយើងយកសាច់ហ្នឹងខ្ញុំយកទៅចំហុយម្សៅទៀតចាធ្វើបែបហ្នឹងទៅធ្វើឲ្យសាច់យើងកាន់តែឈ្ងុយហើយទន់ឆ្ងាញ់ទៀតផងចាមុខម្ហូបមួយមុខនេះក៏មានបងស្រីប្អូនស្រីគាត់ខមមិនសួរខ្ញុំថាខ្ញុំខស្ពៃក្រៀមហ្នឹងខ្ញុំខបែបណាចាគឺថាខ្ញុំខបែបនេះឯងហើយបើរសជាតិបងប្អូនភ្លក់តាមរសជាតិដែលចង់បានទៅគ្រឿងទេសខ្ញុំដាក់តែប៉ុណ្្នឹងឯងចា